បាទសូមជម្រាបសួរដល់បងប្អូនទាំងអស់គ្នាមកកាន់ channel របស់ខ្ញុំបាទដែលនិយាយអំពីការងារប្រទេសជប៉ុនបាទនៅពេលនេះខ្ញុំក៏មានចំណេះដឹងខ្លះៗដើម្បីចែករំលែកដល់បងប្អូនទាំងអស់គ្នាឲ្យបានដឹងថាតើមុនពេលដែលទៅធ្វើការនៅប្រទេសជប៉ុននោះយើងត្រូវឆ្លងកាត់ប្រមាណដំណាក់កាលបាទអញ្ចឹងសម្រាប់អ្នកដែលកំពុងតែមានគម្រោងចង់ធ្វើការនៅប្រទេសជប៉ុនហើយគាត់ចង់ដឹងអំពីថាតើការទៅធ្វើការនៅប្រទេសជប៉ុនឆ្លងកាត់ប្រមាណដំណាក់កាលនៅពេលនេះខ្ញុំក៏សូមប្រាប់បងប្អូនឲ្យបានដឹងខ្លះៗបាទអញ្ចឹងសម្រាប់ដំណាក់កាលដែលយើងត្រូវឆ្លងកាត់មុនពេលដែលទៅជប៉ុនគឺមាន3ដំណាក់កាលបាទដំណាក់កាលទី1គឺយើងត្រូវមកចុះឈ្មោះដាក់ពាក្យដើម្បីពិនិត្យបេក្ខភាពសិនបាទសម្រាប់ការពិនិត្យបេក្ខភាពនេះមានន័យថាពិនិត្យតាំងពីសុខភាពតាំងពីកាយសម្បទានីតិសម្បទាហើយនឹងលទ្ធភាពនៃការបង់សេវាសាលាបាទអញ្ចឹងសម្រាប់ការពិនិត្យទៅលើសុខភាពគឺខាងពេទ្យគាត់នឹងជួសជុលមើលថាយើងមានរោគអីអត់បាទអាចទៅធ្វើការនៅជប៉ុនបានឬក៏អត់បើសិនជាយើងមានរោគអីដែលត្រូវឆ្លងមានការប៉ះពាល់ដល់ប្រជាជនរបស់គេបាទមានផលប៉ះពាល់ដល់ប្រទេសរបស់គេគឺគេមិនអាចឲ្យយើងទៅទេណាបាទហ្នឹងសម្រាប់ពាក់ព័ន្ធទៅលើសុខភាពហើយមួយទៀតសម្រាប់ចំណុចទី2គឺសិក្សាទៅលើកាយសម្បទាកាយសម្បទាមានន័យថាគេសិក្សាទៅលើរូបរាងកាយរបស់យើងតើកម្ពស់កម្ពស់ហើយកម្លាំងពលំរបស់យើងហ្នឹងអាចទៅធ្វើការឲ្យគេបានឬក៏អត់បាទហើយតើយើងនឹងមានស័ក្តិដែរឬក៏អត់ហើយអវយវៈរបស់យើងនឹងមានគ្រប់ឬក៏អត់អាចប្រើប្រាស់បានឬក៏អត់ផ្នែករបស់យើងហ្នឹងអាចមើលឃើញធម្មតាដូចគេដូចឯងបានឬក៏អត់ណាបាទអញ្ចឹងនេះពាក់ព័ន្ធទៅនឹងកាយសម្បទាបាទមួយទៀតសម្រាប់ចំណុចទី3គឺសិក្សាទៅលើនីតិសម្បទានីតិសម្បទាមានន័យថាគឺយើងត្រូវសិក្សាទៅលើឯកសាររបស់បងប្អូនបាទពិនិត្យមើលថាតើឯកសាររបស់បងប្អូនមានគ្រប់គ្រាន់ឬក៏អត់មានខ្វះចំណុចណាមួយហើយអាចសម្របសម្រួលរៀបចំយ៉ាងណាណាបាទអញ្ចឹងសម្រាប់ឯកសារដែលយើងត្រូវត្រួតពិនិត្យមើលមានអត្តសញ្ញាណប័ណ្ណហើយគ្រួសារនិងស្មុតកំណើតហើយបើសិនជាអត់មានសភៅគ្រួសារទេអាចជាសភៅស្នាក់នៅបាទអញ្ចឹងគេយកមកសិក្សាមើលឲ្យខាងគណៈកម្មការរៀបចំឯកសារហ្នឹងគាត់នឹងត្រួតពិនិត្យមើលទៅលើឯកសារហ្នឹងតើអាចស្នើសុំទៅធ្វើវីសាធ្វើការនៅជប៉ុនបានឬក៏អត់ណាបាទហើយសម្រាប់ចំណុចទី4គឺសិក្សាទៅលើលទ្ធភាពបាទលទ្ធភាពហ្នឹងមានន័យថាចង់ដឹងអំពីលទ្ធភាពនៃការបង់សេវាសាលាហ្នឹងតើយើងមានលទ្ធភាពកម្រិតណាបាទហើយខ្វះខាតកម្រិតណាហើយស្នើសុំឲ្យខាងសាលាហ្នឹងជួយសម្របសម្រួលដាក់សំណើកម្ចីធនាគារហ្នឹងកម្រិតណាបាទអញ្ចឹងសម្រាប់លក្ខខណ្ឌទី1បាទដំណាក់កាលទី1គឺសិក្សាទៅលើបេក្ខភាពហ្នឹងគឺមាន4ចំណុចបាទហើយសម្រាប់ដំណាក់កាលទី2បាទដំណាក់កាលទី2គឺជាដំណាក់កាលចូលរៀនត្រៀមសម្ភារនិងសម្ភារបាទអញ្ចឹងសម្រាប់ដំណាក់កាលទី2ដែលយើងត្រូវសម្ភារហ្នឹងមុនពេលដែលយើងចូលសម្ភារជាមួយនឹងតកែផ្ទាល់គឺយើងត្រូវរៀនសិនណាបាទរៀនហ្នឹងគឺរៀនមុនប្រហែលជាមួយសប្តាហ៍2សប្តាហ៍ឬក៏3សប្តាហ៍ទៅតាមស្ថានភាពរៀបចំរបស់ខាងគណៈកម្មការរៀបចំជាក់ស្ដែងណាបាទអញ្ចឹងសម្រាប់ការរៀនហ្នឹងគេរៀនអីខ្លះបាទសម្រាប់ការរៀនហ្នឹងគឺយើងរៀនភាសាជប៉ុនតិចតួចសម្រាប់ការណែនាំខ្លួនបាទហើយនឹងរៀនអំពីរបៀបរបបនៃការសម្ភាសថាខាងតកែហ្នឹងគេសួរមួយខ្លះហើយយើងត្រូវឆ្លើយមួយខ្លះគឺយើងត្រូវរៀនមុនណាបាទហើយសម្រាប់ការរៀននេះដែរក៏យើងត្រូវរៀនឲ្យបានមុនពេលសម្ភាសយ៉ាងហោចណាស់ក៏ចេះបានត្រឹមណែនាំខ្លួនដែរបាទនៅពេលដែលយើងចេះរៀនរបបនៃការសម្ភាសចេះណែនាំខ្លួនហើយខាងគណៈកម្មការរៀបចំក្នុងការសម្ភាសគេនឹងរៀបចំខាងតកែឲ្យមកសម្ភាសបាទហើយនៅពេលដែលសម្ភាសជាប់ហើយបាទនៅពេលដែលសម្ភាសជាប់ហើយហ្នឹងគឺយើងត្រូវត្រៀមចិត្តត្រៀមកាយយើងថាយើងបានជាប់ហើយត្រូវត្រៀមចិត្តយ៉ាងម៉េចត្រៀមកាយយ៉ាងម៉េចយើងនៅសិក្សារបស់ខ្ញុំបន្តទៅទៀតណាបាទហើយសូមត្រឡប់ឲ្យក្រោយបន្តិចបាទមុនពេលដែលយើងសម្ភាសហ្នឹងក៏យើងត្រូវដាក់គោលដៅខ្លួនយើងឲ្យច្បាស់លាស់ដែរថា
តើយើងមានគោលដៅច្បាស់លាស់ឬក៏អត់បើសិនជាមានគោលដៅច្បាស់លាស់ហើយកំណត់គោលដៅខ្លួនឯងបានចាំយើងសម្ភាសកុំឲ្យថាយើងមិនទាន់ច្បាស់លាស់ខ្លួនឯងផងស្រាប់តែមកសម្ភាសជាមួយតកាយជាប់ដល់ពេលហើយខាងបោះបង់ទៅមានបញ្ហាមិនអាចទៅបានស្រាប់តែមកបន្ទោសខាងសាលាបោកបាទតាមពិតទៅមកពីខ្លួនឯងទេដែលមិនបានដាក់គោលដៅច្បាស់លាស់ម្ដងទៅម្ដងអត់ណាបាទអញ្ចឹងសូមបាទបញ្ចប់នៅចំណុចនឹងបន្តិចបាទហើយសម្រាប់ដំណាក់កាលទី3ដំណាក់កាលទី3ហ្នឹងគឺដំណាក់កាលរងចាំធ្លាក់ឈ្មោះពីជប៉ុនមកដែលគេហៅថា COE ណាបាទអញ្ចឹងសម្រាប់ការរងចាំធ្លាក់ឈ្មោះ COE ពីជប៉ុនមកហ្នឹងយើងត្រូវនៅរៀនភាសាជប៉ុនចន្លោះក្នុង4ខែឬក៏5ខែហ្នឹងសម្រាប់វគ្គសិក្ខាកាមបាទសម្រាប់វគ្គសិក្ខាកាមហើយសិក្ខាកាមមានន័យថាយើងទៅជាលក្ខណៈរៀនធ្វើការមិនមែនជាពលករជំនាញទេណាបាទសូមបញ្ជាក់អញ្ចឹងសម្រាប់អំឡុងពេលរៀនថាមូលហេតុអីបានយើងត្រូវរៀនបាទសម្រាប់មូលហេតុដែលយើងត្រូវតែរៀននៅពេលដែលយើងជាប់ហើយទី1គឺយើងត្រូវរៀនចេះភាសាជប៉ុនខ្លះបាទកុំឲ្យថាយើងទៅដល់ប្រទេសជប៉ុនហ្នឹងទំលងមូលពេកដែលខាងតកែជប៉ុនគេប្រើយើងឲ្យទៅលិចយើងស្ដាប់បានយើងទៅកើតប្រើទៅកើតទៅលិចបាទអញ្ចឹងយើងនឹងមានការពិបាកហើយពេលដែលយើងមានការពិបាកក្នុងការស្ដាប់យើងអាចធ្វើការឲ្យបានល្អទេបាទអញ្ចឹងយើងអាចរៀនដើម្បីឲ្យចំណេះដឹងយើងកាន់តែកើនផងសមនឹងសមត្ថភាពដែលយើងទៅធ្វើការយកលុយប្រាក់ខែខ្ពស់នៅប្រទេសជប៉ុនផងបាទនេះសម្រាប់ចំណុចរៀនទី1បាទហើយសម្រាប់ចំណុចបន្ទាប់ទៀតគឺយើងរៀនហ្នឹងគឺដើម្បីឲ្យដឹងអំពីវប្បធម៌នៃការរស់នៅប្រទេសជប៉ុននឹងខ្លះដែរបាទហើយមួយទៀតក៏យើងឃ្លីបពេលហ្នឹងនៅសាលាហ្នឹងគឺខាងសាលាមានគោលបំណងចង់ឲ្យយើងទាំងអស់គ្នានៅថែរក្សាសុខភាពផងបាទថែរក្សាសុខភាពកុំឲ្យមានបញ្ហាសុខភាពមុនពេលដែលចេញទៅយើងខាតទាំងអស់គ្នាបាទអញ្ចឹងបើសិនជាឧទាហរណ៍ថានៅពេលដែលយើងសម្ភាសជាប់ហើយមានបងប្អូនខ្លះគាត់ចង់ធ្វើការបដាគាត់រៀនបដាបាទអញ្ចឹងសម្រាប់ការធ្វើការបដារៀនវាមិនបានជាប់លាប់ហើយក៏អាចមានបញ្ហាប៉ះពាល់ដល់សុខភាពផងដែរអញ្ចឹងយើងនៅរៀនហ្នឹងយើងចំណេញទី1យើងបានចំណេះដឹងផងបាទទី2គឺយើងអាចរក្សាសុខភាពយើងឲ្យបានល្អពេលដែលយើងរៀនចេញទៅគឺយើងមានកម្លាំងមកមុនមានស្មារតីរឹងប៉ឹងបាទហើយបើសិនជាយើងមិនបានថែរក្សាសុខភាពយើងបានល្អទេនៅពេលដែលយើងរៀបចេញទៅស្រាប់តែមានបញ្ហាទៅលើសុខភាពឧទាហរណ៍មួយចុះបាទសម្រាប់មួយចុះបន្តិចបើសិនជាបងប្អូនមានបញ្ហាទៅលើសុខភាពដែលយើងមិនអាចទៅធ្វើការនៅជប៉ុនបានយើងត្រូវខាតទាំងអស់គ្នាបាទខាងបងប្អូនក៏ខាតទី1គឺខាតទៅលើលុយកាក់ដែលបងប្អូនមកបង់សាលាទី2ខាតទៅលើពេលវេលាដែលបងប្អូនចំណាយលើសាលាបាទហើយបងប្អូននឹងខាតកិត្តិយសដែលបងប្អូនរៀបចំមិនបានជោគជ័យបាទមានអ្នកមើលងាយពីអ្នកជិតខាងអីគេសើចចំអកបាទហើយមួយទៀតក៏ខាតនៅអារម្មណ៍របស់បងប្អូនដែរដែលបងប្អូនចំណាយពេលមួយរយៈហើយមិនបានទៅអញ្ចឹងខាតពេលខាតអារម្មណ៍ខាតទាំងលុយកាក់ទៀតបាទហើយខាងសាលាក៏ខាតដែរបាទខាតអីខ្លះបាទខាងសាលាហ្នឹងគឺខាតក្នុងការជួយរៀបចំឲ្យពិនិត្យបេក្ខភាពយើងផងជួយរៀបចំឲ្យយើងទទួលបានការសម្ភាសផងបាទហើយនឹងជួយបណ្ដុះបណ្ដាលផងបាទអញ្ចឹងខាតច្រើនណាស់បាទខាតទាំងពេលវេលាទៀតហើយអត់បានជោគជ័យហ្នឹងសម្រាប់ចំណុចហ្នឹងហើយមួយទៀតសម្រាប់តកែនោះក៏គាត់ខាតដែរបាទគឺខាតទៅលើពេលវេលារបស់គាត់ទី1ទី2គឺលុយកាក់របស់គាត់នៅពេលដែលបងប្អូនដឹងទេថាមុនពេលដែលខាងតកែជប៉ុនមកជ្រើសរើសយកយើងតើគាត់ត្រូវធ្វើមិនខ្លះដើម្បីឲ្យគាត់មានសិទ្ធិក្នុងការជ្រើសរើសយកយើងណាបាទអញ្ចឹងមុនពេលដែលគាត់មានសិទ្ធិក្នុងការមកជ្រើសរើសយកពលករពីស្រុកខ្មែរទៅធ្វើការគឺគាត់ត្រូវទៅតម្កល់លុយនៅក្នុងក្រសួងរបស់ជប៉ុនដើម្បីឲ្យគាត់អាចមានសិទ្ធិក្នុងការមកទទួលយើងទៅធ្វើការឲ្យគាត់បាទអ
ចឹងទី1បើសិនជាយើងមិនបានទៅគឺយើងខាតពេលគាត់ខាតពេលជាមួយយើងទី1ទី2ខាតលុយកាក់ក្នុងការអង្គនៅក្រសួងទី3ខាតលុយកាក់ក្នុងការរត់ឯកសារឲ្យយើងហើយទី4ខាតទៅលើការរៀបចំឲ្យយើងទៅធ្វើការឲ្យគាត់ឧទាហរណ៍ថាគាត់ធ្វើដំណើរទៅចុះអញ្ចឹងពេលដែលគាត់រៀបចំឲ្យយើងទៅដោយមិនបានជោគជ័យអញ្ចឹងដំណើររបស់គាត់ក៏អត់មានអ្នកធ្វើឲ្យគាត់អញ្ចឹងគាត់ត្រូវបាត់បង់នៅទិន្នផលរបស់គាត់បន្ថែមទៀតបាទអញ្ចឹងខ្ញុំសូមសង្ខេបខ្លីៗប៉ុណ្ណឹងបាទហើយសូមបញ្ជាក់ឡើងវិញសម្រាប់ដំណាក់កាលដែលយើងត្រូវឆ្លងកាត់មុនពេលដែលយើងទៅជប៉ុនទី1គឺមកចុះឈ្មោះដាក់ពាក្យបាទចុះឈ្មោះដាក់ពាក្យពិនិត្យបេក្ខភាពសិនបាទហើយសម្រាប់ដំណាក់កាលទី2គឺយើងត្រូវត្រៀមខ្លួនក្នុងការសម្ភាសជាមួយតកែបាទមានន័យថាដំណាក់កាលទី2គឺការសម្ភាសបាទហើយដំណាក់កាលទី3គឺនៅរៀនរងចាំធ្លាក់ឈ្មោះពីជប៉ុនមកបាទអញ្ចឹងសម្រាប់3ដំណាក់កាលនេះគឺបងប្អូនទាំងអស់គ្នាគួរតែដឹងហើយអ្នកដែលគាត់ទៅជប៉ុនរួចហើយក៏គាត់បានដឹងដែរណាបាទអញ្ចឹងខ្ញុំមានការចែករំលែកប៉ុណ្ណឹងហើយក៏សូមអរគុណដល់បងប្អូនដែលចូលមកទស្សនា Channel របស់ខ្ញុំបាទហើយបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ចង់ទៅធ្វើការនៅប្រទេសជប៉ុនអាចទំនាក់ទំនងមកសាលាយើងខ្ញុំគឺសាលាហត្ថរិបាទដែលរងចាំទទួលបម្រើបងប្អូនឲ្យទទួលបាននៅជោគជ័យបាទអញ្ចឹងបើសិនជាបងប្អូនគិតថាវីដេអូរបស់ខ្ញុំធ្វើនេះមានប្រយោជន៍សូមជួយចុច like ជួយ subscribe ជួយ share ដើម្បីឲ្យបងប្អូនខ្មែរយើងបានដឹងទាំងអស់គ្នាផងបាទនៅពេលនេះខ្ញុំសូមជម្រាបលាបងប្អូនទាំងអស់គ្នាហើយក៏សូមអរគុណច្រើនដែលបានទស្សនានៅ channel របស់ខ្ញុំបាទសូមអរគុណ